បងស្រីម្នាក់នេះគឺគាត់នៅក្មេងហើយស្អាតខ្លាំងមែនទែនប៉ុន្តែគាត់មានបញ្ហាខូចម្ដងនោមកំពុងតែលាងឈាមនៅមន្ទីរពេទ្យតែម្ដងនេះគឺជាសារដាស់តឿនដែល viral ខ្លាំងមែនទែនចង់ផ្ដាំផ្ញើសារនេះទៅកាន់បងប្អូនបានដូចគ្នាដែរដែលចង់បញ្ជាក់ថាបងប្អូននៅក្មេងបែបម៉េចនៅស្អាតបែបម៉េចក៏យើងអាចប្រឈមមុខជាមួយនឹងបញ្ហាតម្រងនោមនេះបានដូចគ្នាតែម្ដងបើសិនជាបងប្អូននៅតែបន្តការអនុវត្តរឿងទាំង3ប្រភេទនេះជាប្រចាំថ្ងៃរឿងទី1នោះគឺធ្វើឲ្យតម្រងនោមរបស់យើងមានសម្ពាធដោយសារតែការតុកនោមយូរឈឺនោមអត់ទៅនោមទេការប្រើប្រាស់ជាមួយនឹងប្រភេទថ្នាំផ្សះច្រើនថ្នាំបំបាត់ការឈឺចាប់ច្រើនថ្នាំគ្រប់ប្រភេទតែម្ដងអញ្ចឹងជាប្រភេទថ្នាំតម្រងនោមអត់ចូលចិត្តទេសម្រាប់រឿងទី2គឺចូលចិត្តញ៉ាំអាហារដែលតម្រងនោមមិនចូលចិត្តតម្រងនោមអត់ចូលចិត្តទេជាមួយនឹងប្រភេទអាហារផ្អាប់អាហារហើមមានដូចជាដិតអាហារប្រៃហឹរជូរផ្អែមឬក៏ជាប្រភេទអាហារកែច្នៃតម្រងនោមក៏ពិបាកក្នុងការធ្វើការពិបាកក្នុងការច្រោះដូចគ្នាដែរសម្រាប់ទី3គឺមិនចូលចិត្តអាហារដែលតម្រងនោមចូលចិត្តតម្រងនោមគឺចូលចិត្តញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ចូលចិត្តទឹកបានគ្រប់គ្រាន់ចូលចិត្តជាមួយនឹងប្រភេទបន្លែផ្លែឈើជាពិសេសគឺប្រភេទបន្លែបៃតងនឹងតែម្ដងគឺល្អចំពោះតម្រងនោមខ្លាំងមែនតែម្ដងជាពិសេសគឺបានបន្លែធម្មជាតិទៀតគឺកាន់តែល្អបើសិនជាបងប្អូនមានអារម្មណ៍ថាហត់នឿយនៅក្នុងការញ៉ាំបន្លែបងប្អូនអាចប្រើប្រាស់ជាមួយនឹងម្សៅស៊ុបក្រូហ្វីលមុខនេះគឺអត្ថប្រយោជន៍របស់វាគឺល្អខ្លាំងមែនទែនហើយខ្វៃកុនតែម្ដងចាគឺញ៉ាំដើម្បីជួយ detox ជាតិពុលចេញក្នុងរាងកាយរបស់យើងលាងជាតិពុលចេញពីតម្រងនោមកាពះពោះវៀនជួយប្រឆាំងក្នុងការរលាកកាពះពោះវៀនរលាកតម្រងនោមជាពិសេសវិញគឺជួយព្យាបាលបញ្ហាកាពះពោះវៀនគឺបានកាន់តែល្អស្រីញ៉ាំគឺជួយការមករដូវគឺកាន់តែល្អជាពិសេសគឺជួយស្បែកសក់កញ្ចក់ល្អខ្លាំងមែនទែនប្រើប្រាស់ជាប្រចាំតាមមួយសប្តាហ៍គឺឃើញផល